บទូរស័ព្ទទៅភ្នាក់ងាររាយការណ៍នៅតាមបណ្ដាខេត្តមួយចំនួនទៀតដំបូងភ្ជាប់ទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅក្នុងខេត្តកំពង់ចាមលោកវិលែមវិញម្ដងបាទហ្នឹងហើយលោកវិលែមដែលប្រចាំការនៅត្បូងឃ្មុំនិងកំពង់ចាមលោកវិលែមជំរាបសួរបាទជំរាបសួរលោកបុត្រានិងលោកសុខៈបាទបាទឥឡូវនេះនៅកំពង់ចាមឬនៅត្បូងឃ្មុំលោកបាទឥឡូវនេះកំពុងចូលជើងនៅខេត្តត្បូងឃ្មុំបាទអញ្ចឹងហើយមានរឿងអីរាយការណ៍ពីត្បូងឃ្មុំមកលោកបាទមានសេចក្តីរាយការណ៍មួយស្តីពីការកាន់កាប់បាទដីសហគមន៍ធ្វើជាកម្មសិទ្ធិហ្នឹងគឺมันមានភាពប្រក្រតីបាទអញ្ចឹងហើយសូមជឿសង្ខេបបាទនៅព្រឹកថ្ងៃទី9ម្សិលមិញហ្នឹងគឺប្រជាពលរដ្ឋបាទនៅក្នុងភូមិត្របោះហ្នឹងគាត់បាននាំគ្នាមកតវ៉ាដល់ទីឃុំសន្លប់ដើម្បីឲ្យអាជ្ញាធរឃុំហ្នឹងជួយដោះស្រាយពីឈ្មោះតូចផុនដែលបានយកដីសហគមន៍បាទចំណុចវាលយល់ទងហ្នឹងធ្វើជាកម្មសិទ្ធិបាទហើយក្នុងបំណងរបស់ប្រជាពលរដ្ឋហ្នឹងគឺគាត់មកតវ៉ាហ្នឹងគឺដើម្បីសូមយកដីហ្នឹងដាក់ជាសម្បត្តិរួមវិញអញ្ចឹងបាទទុកប្រើប្រាស់បាទក្នុងភូមិបាទអញ្ចឹងដីទំហំប្រមាណមិញបាទទំហំប្រមាណបាទដីហ្នឹងទំហំ1ហិកតាបាទ1ហិកតាគត់ហ្មងណា1ហិកតាគត់ហ្មងបាទហើយអាជ្ញាធរលោកឆ្លើយតបរបៀបម៉េចត្រឡប់មកវិញបាទនៅពេលដែលមកដល់ទីឃុំហ្នឹងខាងអាជ្ញាធរឃុំហ្នឹងបានសួរនាំទៅលោកទូចផុនហ្នឹងសួរថាតើការកាន់កាប់របស់គាត់ហ្នឹងមានអ្វីជាឯកសារជាផុសតាងដើម្បីបញ្ជាក់ថាដីហ្នឹងជាដីរបស់គាត់បាទហើយនៅក្នុងនោះការបង្ហាញរបស់គាត់ហ្នឹងមានតែប្រកាន់ដៃកាកុងហើយការប្រកាន់ដៃនោះគឺมันមានការចង្អុលបង្ហាញពីទីតាំងច្បាស់លាស់នោះទេបាទបាទអញ្ចឹងទៅត្រូវសម្រាប់របៀបម៉េចតទៀតបើសិនជាឯកសារមិនគ្រប់គ្រាន់បញ្ជូនទៅថ្នាក់លើឬក៏យ៉ាងណាបាទពាក់ព័ន្ធនឹងឯកសារមិនគ្រប់គ្រាន់ហ្នឹងត្រូវបានប្រកាសដោយឈ្មោះទូចផុតហ្នឹងគាត់បានអះអាងថាតើឃុំដែលបញ្ជាក់ថាដកយកដីគាត់វិញហ្នឹងមានច្បាប់អីមាត្រាទីប្រមាណដែលត្រូវដករបស់គាត់បើគ្មានទេគាត់មិនអោយទេបាទហើយនៅពេលនោះដែរគឺការតវ៉ារបស់ពលរដ្ឋហ្នឹងមិនបានជោគជ័យទេហើយខាងឃុំហ្នឹងបានរុញសំណុំរឿងហ្នឹងបញ្ជូនទៅស្រុកទៀតដើម្បីឲ្យស្រុកចាត់ជាការបន្តបាទបាទអរគុណច្រើនលោកវិលែមបាទអរគុណបាទលោកទៅពីជំរាបលាបាទជំរាបលាលោកជូនសមត្ថកិច្ចជំនាញតាមឋានានុក្រមបន្តទៅចោះឥឡូវសូមវេទៅលោកបត្រាវិញបាទសូមអរគុណលោកសុខៈសូមជាប់ទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅក្នុងខេត្តកំពង់ឆ្នាំងចុងក្រោយគឺលោកធរិតបាទជំរាបសួរលោកធរិតបាទជំរាបសួរបាទបាទលោកធរិតព្រឹកនេះមានសេចក្តីរាយការណ៍អីបាទបាទព្រឹកនេះខ្ញុំមានព័ត៌មានមួយបាទទាក់ទងនឹងសមត្ថកិច្ចបានចាប់ខ្លួនអ្នកបង្កអំពើហិង្សាអ្នកនិយាយបំផ្លាញសម្បត្តិអ្នករតីនេះបាទអូអញ្ចឹងវិញបោះឯងវាបោះគេជាប់ហើយអរគុណមានសូមអញ្ជើញបន្តយ៉ាងម៉េចខ្លះបាទជនសង្ស័យម្នាក់ដែលបង្កអំពើហិង្សាបាទដេញកាប់និងវាយបំផ្លាញទ្រព្យសម្បត្តិអ្នករតីនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបាទហើយការនេះបានកើតឡើងនៅម៉ោង 5:30 នាទីល្ងាចថ្ងៃទី 7 ខែធ្នូនៅចំណុចឡអាត់ខ្ញុំតោះទឹកភូមិប្រាំងចំបក់ភូមិរង្វេងស្រុកកំពង់តាឡាបាទបាទឃើញវត្ថុតាមដូចជាអាគុយដូចអីយ៉ាងម៉េចទៅលោកអាគុយសូមរៀបរាប់បន្តិចមើលបាទនេះគឺគាត់បាននិយាយបំផ្លាញរបស់ជនរងគ្រោះបាទតែកាប់គេដល់កាប់គេបានគឺកាប់អាគុយវាយអាគុយគេនឹងខ្ទេចកាប់អាគុយគេហ្មងបាទកាប់អាគុយគេបាទរហូតដល់ពេលនេះថាតើខាងសមត្ថកិច្ចលោកកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការឬក៏យ៉ាងណាហើយលោកបាទសំណុំរឿងនេះគឺសមត្ថកិច្ចនគរបាលព្រំប្រទានកម្រិតខ្សែខេត្តគាត់កសាងសំណុំរឿងបញ្ជូនទៅតុលាការបាទដំណើរដើមចងបាទសូមជួយបន្តបាទដំណើរដើមចងហ្នឹងគឺជនបង្កហ្នឹងគឺខិតសវណ្ណបាទគឺគាត់ខិតសវណ្ណគឺគាត់តូចចិត្តពីខាងនឹងជនរងគ្រោះដែលជាកម្មកររែងឡអាត់ហើយគាត់ជាអ្នកបើកឡានដឹកអាត់តែពេលថាមានម៉ួយមកដឹកអាត់នឹងចំណេញទៅអត់ឲ្យលុយអត់ចៃលុយនេះចាយហើយពីវិញក៏រករឿងគ្នាឲ្យដល់នេះដែរក៏បង្កភាពអន្សាជាក្បត់ដេញកាប់គេដល់តែចាប់គេបានទៅកាប់អាគុយគេខ្លាចបែកបាក់ខូចទៅខ្លាចយ៉ាងបាទចាក់អាគុយរកគ្រូនឹងប៉ុណ្ណឹងទៅបាទបាទអរគុណលោករដ្ឋបាលរាយការណ៍បាទជម្រាបលាលោកបាទអរគុណក្នុងករណីដេញកាប់មិនបានសម្រេចតាមផែនការរបស់ខ្លួនអាហ្នឹងគេហៅថាប៉ុនប៉ងកាលណាមិនបានសម្រេចគេចោទពីបទល្មើសប៉ុនប៉ងអញ្ចឹងគ្រាន់ជម្រាបជូនបងប្អូននេះត្រូវធ្វើយ៉ាងម៉េចគ្រប់គ្រងកំហឹងទប់ទល់កំហឹងឲ្យបានកុំឲ្យវាឈានទៅដល់អន្ទាក់ផ្លូវច្បាប់ឧទាហរណ៍ថាប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាអញ្ចឹងមាត្រា217នោះជាប់ពន្ធនាគារពី6ខែរហូតដល់1ឆ្នាំអីចឹងទៅព្រោះដល់មានអាវុធមានឧបករណ៍គ្រោះថ្នាក់ផ្សេងមានស្ថានទម្ងន់ទោសគេ
គេយកមេត្រា218មកអនុវត្តវិញអញ្ចឹងគឺថាប្រយ័ត្នប្រយែងពីរឿងទាំងអស់នេះអរគុណចុងបញ្ចប់សូមជូនដំណឹងអំពីវត្តមានរបស់ទូរទស្សន៍រស្មីហងមាស HD TV បាទរស្មីហងមាស HD TV បងប្អូនដែលមើលតាមអង្តែនគឺអាចបើកមើលបានហើយគ្រាន់តែ scan ណាប៉ុស្តិ៍ស្រាវជ្រាវប៉ុស្តិ៍បន្តិច search ប៉ុស្តិ៍បាទដូចជានៅខេត្តកណ្ដាលខេត្តកំពង់ស្ពឺព្រៃវែងតាកែវរាជធានីភ្នំពេញកំពង់ចាមកាចេះជាដើមចំពោះបងប្អូនដែលមើលតាម DTV វិញគឺថាអាចមើលបានដោយសេរីតែហ្មងហើយខ្សែកាបក៏មើលបានច្រើនដែរប្រហែលជា 70% ហើយមិនអីទេហើយក្រុមការងារវិស្វករបានទៅដល់ខេត្តពោធិ៍សាត់ហើយកាលពីម្សិលមិញហើយថ្ងៃនេះនឹងបន្តទៅខេត្តបាត់ដំបងរួចបន្តទៅខេត្តបន្ទាយមានជ័យតទៅទៀតដើម្បីបំពាក់គេហៅថាគ្រឿងបច្ចេកទេសឬក៏គេហៅថាអង្តែនទូរទស្សន៍ហើយបងប្អូនអាចមើលរស្មីហងមាស HD TV បានមួយទៀតបាទអរគុណបន្តទៅគឺជួបនឹងលោករុទ្ធីនិងកញ្ញាសុភាលោកនឹងជម្រាបជូនពាក់ព័ន្ធទៅនឹងករណីចរាចរណ៍បទល្មើសផ្សេងៗដែលបានកើតឡើងនៅក្នុងសង្គមជាពិសេសនេះគឺសារសំខាន់ៗដែលទូរទស្សនិកជនបានផ្ញើមកកាន់ស្ថានីយ៍ទូរទស្សន៍ហងមាស HD TV ខណៈនេះខ្ញុំបាទឈឿនបត្រាខ្ញុំបាទទូចសុខៈសូមអរគុណសូមគោរពលាស្អែកជួបគ្នាចាប់ពីម៉ោង 6 ព្រឹកតទៅ